អត្ថបទទី9 វគ្គ 3 ជ័យជំនះនៃប្លង់រឹងនិងអាថ៌កំបាំងកោះកុដហេតុអ្វីកម្ពុជាអាចការពារអធិបតេយ្យភាពបានឯឧត្តមផាន់វ៉ាន់រតអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានលើកឡើងក្នុងទំព័រ Facebook ផ្ទាល់ខ្លួនថានៅក្នុងវគ្គមុនយើងបានយល់អំពីការបាត់បង់ទឹកដីនៅទិសខាងកើតប៉ុន្តែសម្រាប់នៅទិសខាងលិចព្រំដែនថៃកម្ពុជាមានអាវុធច្បាប់ដ៏ស័ក្តិសិទ្ធិដែលធ្វើឲ្យយើងអាចការពារអធិបតេយ្យភាពបានយ៉ាងជោគជ័យទោះបីជាភាគីម្ខាងទៀតព្យាយាមប្រើកម្លាំងបាយរំលោភលើសាលដីកាតុលាការអន្តរជាតិក៏ដោយ 1. ជ័យជំនះប្រាសាទព្រះវិហារប្លង់រឹងឈ្នះកម្លាំងបាយជោគជ័យរបស់កម្ពុជានៅតុលាការអន្តរជាតិ ICJ ក្នុងឆ្នាំ 1962 និងឆ្នាំ 2013 មិនមែនផ្អែកតែលើការស្ងៀមស្ងាត់របស់ថៃនោះទេប៉ុន្តែផ្អែកលើគោលការណ៍ច្បាប់ដ៏រឹងមាំបំផុតគឺគោលការណ៍មរតកព្រំដែនតាមច្បាប់អន្តរជាតិរដ្ឋដែលទទួលបានឯករាជ្យមានសិទ្ធិស្នងមរតកព្រំដែននិងផែនទីដែលបន្សល់ទុកពីសម័យអាណានិគមកម្ពុជាមានប្លង់រឹងគឺផែនទីឧបសម្ព័ន្ធមួយក្នុងឆ្នាំ 1907 ដែលបារាំងនិងសៀមបានព្រមព្រៀងគ្នាជាផ្លូវការកាន់កាប់ជាក់ស្ដែងមិនសំខាន់នេះគឺជាចំណុចស្លាប់រស់តុលាការ ICJ សម្រេចថាបើយើងមានប្លង់រឹងសន្ធិសញ្ញានិងផែនទីច្បាប់នោះការកាន់កាប់ជាក់ស្ដែងដោយកម្លាំងទ័ពឬការធ្វើរដ្ឋបាលរបស់ភាគីម្ខាងទៀតមិនអាចយកឈ្នះលើអធិបតេយ្យភាពផ្លូវច្បាប់បានឡើយថៃគ្រាន់តែជាអ្នកកាន់កាប់ជាក់ស្ដែងប៉ុន្តែខ្មែរគឺជាម្ចាស់ប្លង់រឹងទើបតុលាការបង្គាប់ឲ្យថៃដកកងទ័ពចេញទាំងបង្ខំ 2. អាថ៌កំបាំងកោះកុដនិងការដោះដូរឆ្នាំ 1907 រឿងកោះកុដគឺជាចំណុចបច្ចេកទេសដ៏សំខាន់ដែលខ្មែរគ្រប់រូបត្រូវដឹងការដោះដូរយុទ្ធសាស្ត្រក្នុងសន្ធិសញ្ញាឆ្នាំ 1907 សៀមបានព្រមព្រៀងប្រគល់ខេត្តបាត់ដំបងសៀមរាបនិងសេរីសោភ័ណ្ឌមកឲ្យខ្មែរវិញដើម្បីដោះដូរយកខេត្តត្រាតនិងកោះកុដត្រឡប់ទៅវិញចំណុចបច្ចេកទេសសមុទ្រទោះបីកោះកុដជារបស់ថៃតាមសន្ធិសញ្ញាប៉ុន្តែខ្សែបន្ទាត់ព្រំដែនសមុទ្រត្រូវបានកំណត់ឲ្យគូសចេញពីចំណុចខ្ពស់បំផុតនៃកោះកុដនេះជាមូលដ្ឋានដែលកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការទាមទារដែនសមុទ្រពាក់កណ្ដាលកោះឬជុំវិញជើងកោះដែលនាំឲ្យកើតមានតំបន់ត្រួតស៊ីគ្នា OCA ទំហំ 27,000 គីឡូម៉ែត្រការ៉េដែលសម្បូរទៅដោយប្រេងនិងហ្គាសតម្លៃប្រមាណ $300,000 លាន 3. មេរៀនសកលនីសេរីយ៉ានិងកាមេរូនករណីកោះបាហ្គាស៊ីសពិភពលោកធ្លាប់មានរឿងដូចយើងដែរប្រទេសនីសេរីយ៉ាមានទ័ពខ្លាំងនិងបានកាន់កាប់កោះបាហ្គាស៊ីសជាក់ស្ដែងជាច្រើនទសវត្សរ៍ប៉ុន្តែតុលាការ ICJ សម្រេចឲ្យនីសេរីយ៉ាចាញ់ក្តីនៅឆ្នាំ 2002 ព្រោះកាមេរូនមានសន្ធិសញ្ញាអាណានិគមហៅថាប្លង់រឹងដែលមានតម្លៃខ្ពស់ជាងការកាន់កាប់ជាក់ស្ដែងនីសេរីយ៉ាត្រូវដកទ័ពចេញទាំងទឹកភ្នែកព្រោះច្បាប់អន្តរជាតិមិនផ្ដល់តម្លៃឲ្យអ្នកដែលចូលដេកផ្ទះគេដោយគ្មានប្លង់ឡើយ 4. សារដាស់តឿនពលរដ្ឋថៃក្នុងថ្ងៃបោះឆ្នោត 8 កុម្ភៈ 2026 ថ្ងៃនេះគឺជាការបោះឆ្នោតសកលនៅប្រទេសថៃកម្ពុជាក្នុងនាមជាអ្នកជិតខាងនិងជាសមាជិកអាស៊ានសូមដាស់តឿនដល់ពលរដ្ឋថៃកុំរើសមេដឹកនាំដែលប្រើផែនទីធ្វើដៃមេដឹកនាំដែលបោកប្រាស់ពលរដ្ឋដោយយកផែនទីគូសដោយខ្លួនឯងជាឯកតោភាគីដូចជាសេរី L7017 ឬ L7018 ដោយគ្មានការទទួលស្គាល់ពី UN គឺជាការបំផ្លាញមុខមាត់ប្រទេសខ្លួនឯងនិងនាំមកនៅសង្គ្រាមបញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាមការប្រើប្រាស់កម្លាំងបាយបាញ់បោកលើប្រាសាទបុរាណនិងផ្ទះសម្បែងអ្នកស៊ីវិលគឺជាទង្វើខុសច្បាប់ដែលមេដឹកនាំអាចប្រឈមនឹងការចាប់ខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជ្រើសរើសសន្តិភាពនិងការគោរពច្បាប់មានតែការគោរពច្បាប់អន្តរជាតិនិងសាលដីកា ICJ ទេទើបអាចបញ្ចប់វិវាទជាស្ថាពរបើកព្រំដែនឲ្យពលរដ្ឋទាំងពីររកស៊ីមានបាននិងរក្សាសាមគ្គីភាពអាស៊ានសរុបមកជ័យជំនះរបស់កម្ពុជាគឺស្ថិតលើភាពត្រឹមត្រូវនៃប្លង់រឹងនិងចំណេះដឹងបើយើងយល់ច្បាប់យល់ផែនទីនិងរួបរวมគ្នានោះគ្មានកម្លាំងបាយណាមួយអាចមកដណ្ដើមអធិបតេយ្យភាពរបស់យើងបានឡើយខ្មែររឹងមាំព្រំដែនរឹងមាំ